បាទអ្នកទាំងអស់គ្នានេះគឺជា Honda Dream ឆ្នាំ2023ហើយខ្ញុំតែងតែប្រាប់បងប្អូនជារឿយៗថាកុំឲ្យចាក់ប្រេងលេខ2050ណាបាទកុំឲ្យចាក់ប្រេងលេខ2050ហើយនេះប្រេងលេខ2050ណាវាខាប់អញ្ចឹងបាទអញ្ចឹងគ្រាន់តែចាក់ប្រេង2050ជិះបានតែប្រហែលអញ្ចឹងវាធ្វើឲ្យបែកបដាងវាធ្វើឲ្យខូចបដាងខ្នើយណាអញ្ចឹងពេលបច្ឆេះទៅលើសូរលាន់ខុបពេញក្បាលកន្លះតែម្ដងណាបាទខ្ញុំអត់បានថតសំឡេងហ្នឹងឲ្យអ្នកទាំងអស់គ្នាស្ដាប់មិញបាទដោយសារតែដោះលឿនពេកបាទភ្លេចថតឲ្យស្ដាប់បាទអញ្ចឹងទៅចាក់ប្រេងលេខ2050មិនយូរមិនឆាប់ទេគឺវានឹងឆេះបដាងខ្នើយហើយបាទដោយសារអីប្រេងវារត់ពីក្នុងម៉ាស៊ីនមកកាន់ក្បាលកន្លះគឺអត់តាន់ទេវារត់យឺតណាបាទអញ្ចឹងនៅពេលដែលយើងជិះផ្លូវឆ្ងាយលឿនប្រេងរត់អត់តាន់ទេប្រេងវាខាប់អញ្ចឹងទៅវាស្អិតកាលណាតែវាស្អិតវារត់អត់តាន់ទេវាជះប្រេងមកក្បាលកន្លះរឹងយឺតណាដោយសារតែប្រេងវាស្អិតអញ្ចឹងជះមកយឺតវាធ្វើឲ្យបដាងខ្នើយក្តៅខ្លាំងដល់ពេលដែលបដាងខ្នើយក្តៅកាន់តែខ្លាំងវាធ្វើឲ្យឆេះបដាងខ្នើយតែម្ដងណាបាទអញ្ចឹងគួរតែចាក់តាមស្ពេចរបស់ Honda កំណត់ទៅបាទអញ្ចឹងស្ពេចម៉ូតូតូចបែបនេះ Honda កំណត់តែ 10W 30ទេបាទកុំចាក់ដល់2050ចាក់ដល់2050មិនយូរមិនឆាប់ឆេះបដាងខ្នើយហើយអាចនឹងឆេះស្បែកទៀតបាទឆេះប្លុកស្បែកអូសទាញណាស្បែក3ដុំនិងស្បែកស្លឹករបស់វាហ្នឹងហើយខ្ញុំគ្រាន់តែណែនាំទេបាទហើយបើជឿមិនជឿអាហ្នឹងស្រេចអ្នកទាំងអស់គ្នាហើយបើសិនជាអត់ជឿទេចាក់2050ត្រៀមលុយដូរបដាងខ្នើយហើយនឹងដូរឈុតស្បែកឲ្យហើយណាអ្នកទាំងអស់គ្នាបាទមកប្រេងបាទដល់ឲ្យប្រេងបាទ2050ណាអ្នកទាំងអស់គ្នាបដាងខ្នើយដែលឆេះគឺឆេះតែមួយគ្រាប់ធំនេះទេបាទហើយ made in Indonesia ណានេះវិលមកក្រាក់បដ ாய் ណាវាបែកបដាងដោយសារតែវាក្តៅពេកវាប្រេងរត់អត់តន់ណាហ្នឹងហើយបាទឥឡូវយើងបានដូរបដាងខ្នើយហើយយើងឃើញថាម៉ាស៊ីនគឺស្ងាត់ប្រក្តីធម្មតាអត់លឺបច្ឆេះទៅកុកដូចលើកមុនទេបាទណាអាហ្នឹងបើសិនជាអ្នកអត់ចេះស្ដាប់គិតថាបែកបដាងយេណាបាទប៉ុន្តែអត់ទេបែកតែបដាងខ្នើយមកគ្រាប់ទេគឺលឺពេញម៉ាស៊ីនតែម្ដងវាសូកុកណាអ្នកអរគ្នាបាទឥឡូវរួចរាល់បាទស្ងាត់ឈឹង